វៀតណាមនឹងរុញសៀមចេញពីតំណែងជាប្រទេសមានសេដ្ឋកិច្ចធំទី2របស់អាស៊ានស្របពេលប្រទេសសៀមបាននឹងកំពុងតែបង្កសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានោះសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងតែមានកំណើនយ៉ាងខ្លាំងហើយត្រៀមខ្លួនធ្លាក់ប្រទេសថៃឲ្យធ្លាក់ចេញពីតំណែងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ2របស់អាស៊ាននៅឆ្នាំបន្ទាប់សារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ថាប្រទេសវៀតណាមកំពុងតែធ្វើដំណើរនៅលើផ្លូវមួយឆ្ពោះទៅវាតដាច់សេដ្ឋកិច្ចរបស់ប្រទេសថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ2នៅប្លុកអាស៊ានតាមការជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយរដ្ឋរបស់ប្រទេសកុម្មុយនីសមួយនេះប្រទេសវៀតណាមកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបឬ GDP ពិតប្រាកដ 8% កាលពីឆ្នាំ2025និងកើនលើសពី 10% នៅឆ្នាំ2026 ខណៈកំណើន GDP របស់ប្រទេសថៃកំពុងតែធ្លាក់ចុះភាពមិនប្រកបប្រជានៃនយោបាយក្នុងស្រុករបស់ថៃនិងភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជាកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់សៀមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចហៅកាត់ OECD បានព្យាករណ៍ថា GDP ពិតប្រាកដរបស់ថៃនឹងកើនឡើងត្រឹមតែ 1.5% នៅឆ្នាំ2026 កំណើនសេដ្ឋកិច្ចនេះត្រូវបានជំរុញភាគច្រើនដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសរបស់វៀតណាមដោយការវិនិយោគសាធារណៈត្រូវគេរំពឹងថានឹងកើនឡើង 26% នៅឆ្នាំ2026 ករណីនេះរាប់បញ្ចូលទាំងប្រលានយន្តហោះថ្មីនៅជិតទីក្រុងហូជីមិញនិងគម្រោងផ្លូវដែកដែលគ្រប់គ្រងដោយចិនដែលកំពុងតែសាងសង់លោកកានវ៉ាន់លូកសេដ្ឋវិទូវៀតណាមបានឲ្យដឹងថាការវិនិយោគតែមួយគត់អាចបង្កើនកំណើនសេដ្ឋកិច្ចរបស់វៀតណាមបានចំនួន 1.6% ដែលអាចមានសក្តានុពលធ្វើឲ្យវៀតណាមក្លាយជាសេដ្ឋកិច្ចធំទី3របស់អាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ីនៅឆ្នាំ2027ផ្ទុយទៅវិញប្រទេសថៃកំពុងប្រឈមនឹងបំណុលគ្រួសារខ្ពស់ដែលរារាំងដល់ការប្រើប្រាស់និងការស្ទុះងើបឡើងយឺតសម្រាប់វិស័យទេសចរណ៍វិស័យផលិតកម្មក៏កំពុងតែមើលឃើញអំពីការថយចុះផងដែរដោយសារតែក្រុមហ៊ុន Suzuki Motor ឈប់ផលិតរថយន្តហើយក្រុមហ៊ុន Honda Motor ធ្វើតាមស្តង់ដារទិន្នផលថយក្រោយប្រទេសវៀតណាមនៅតែប្រឈមមុខនឹងបញ្ហាដូចជាគម្រោងជាប់គាំងនិងយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនដែលបានធ្វើឲ្យវៀតណាមធ្វើដំណើរនៅលើផ្លូវមួយកើនលើសពីផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសថៃ